ដឹកមេបញ្ជាការកងទ័ពរាជរដ្ឋាភិបាលបានប្រគល់ជូនអង្គភាពប្រឆាំងអំពើពុករលួយស្ថិតក្នុងបរិយាកាសសន្តិភាពឯកភាពទឹកដីឯកភាពជាតិនិងស្ថិរភាពនយោបាយកម្ពុជាក្នុងដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់នៃរាជរដ្ឋាភិបាលសម័យសម្ដេចតេជោហ៊ុនសែនបានបង្ហាញឆន្ទៈនយោបាយខ្ពស់សែនខ្ពស់និងទស្សនវិស័យភ្លឺថ្លាឆ្ពោះទៅមុខនៅគោលនយោបាយប្រឆាំងអំពើពុករលួយដែលកើតចេញពីគំនិតរុញទៅអនុវត្តទើបកម្ពុជាបើកទ្វារដំណាក់កាលថ្មីដំណាក់កាលនៃច្បាប់ស្ថាប័ននិងកំណែទម្រង់រដ្ឋបាលស្អាតស្អំដែលយើងកំពុងមានមោទកភាពសពថ្ងៃនេះរហូតក្លាយជាគ្រឹះរឹងមាំសម្រាប់បំបត្តិអំពើពុករលួយយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលជាង20ឆ្នាំរាជរដ្ឋាភិបាលនីតិកាលទី1ដល់នីតិកាលទី6ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានកំណត់យកអភិបាលកិច្ចល្អគឺជាបុរិយលក្ខខណ្ឌដ៏មានសារៈសំខាន់បំផុតដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏មាននិរន្តរភាពប្រកបដោយសមធម៌និងយុត្តិធម៌សង្គមអភិបាលកិច្ចល្អតម្រូវឲ្យមានការចូលរួមដ៏សកម្មនិងមានការតាំងចិត្តពីសំណាក់ផ្នែកផ្សេងៗទាំងរដ្ឋនិងវិស័យឯកជននៅក្នុងសង្គមប្រកបដោយការទទួលខុសត្រូវតម្លាភាពសមភាពការចូលរួមនិងនីតិរដ្ឋដោយផ្អែកលើសសរទ្រូងទាំង3គឺការអប់រំបង្ការទប់ស្កាត់ការអនុវត្តច្បាប់បង្ក្រាបបទល្មើសនិងការចូលរួមគាំទ្រពីមហាជនរាជរដ្ឋាភិបាលបានជំរុញឲ្យមានការតាក់តែងនិងអនុវត្តច្បាប់ដែលមានភាពប្រតិក្រឡាក្នុងនោះមានច្បាប់2ដែលជាបុរិយលក្ខខណ្ឌក្នុងការតាក់តែងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយគឺក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី17ខែមេសាឆ្នាំ2010បន្ទាប់មកច្បាប់នេះត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការហើយទីភ្នាក់ងារប្រឆាំងអំពើពុករលួយថ្មីរបស់កម្ពុជាត្រូវបានបង្កើតឡើងមានឈ្មោះផ្លូវការថាស្ថាប័នប្រឆាំងអំពើពុករលួយដែលមានអង្គពីរក្រមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយហៅកាត់ថាកចបពនិងអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថាអបពចាប់ពីពេលកកើតកចបពបានបំពេញភារកិច្ចតាមអាណត្តិការងារកំណត់ដោយច្បាប់ប្រកបដោយភាពជោគជ័យចំនួន3អាណត្តិរួចមកហើយ
អាណត្តិទី1ពីខែមិថុនាឆ្នាំ2010ដល់ខែមិថុនាឆ្នាំ2015អាណត្តិទី2ចាប់ពីខែមិថុនាឆ្នាំ2015ដល់ខែមិថុនាឆ្នាំ2020និងអាណត្តិទី3ចាប់ពីខែកក្កដាឆ្នាំ2020ដល់ខែកក្កដាឆ្នាំ2025ស្របតាមច្បាប់កំណត់ក្នុងការបន្តនិរន្តរភាពការងារកជបពអាណត្តិទី4ចំនួន11រូបដឹកនាំដោយសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏ជបពមានភារកិច្ចស្នូលសំខាន់3គឺកសាងយុទ្ធសាស្ត្រនិងគោលនយោបាយប្រឆាំងអំពើពុករលួយពិគ្រោះយោបល់ផ្ដល់អនុសាសន៍ឃ្លាំមើលដំណើរការការងារអបពរាយការណ៍ជូននាយករដ្ឋមន្ត្រីអំពីដំណើរការការងាររបស់អបពដឹកនាំដោយគតិនីតិកោសលបណ្ឌិតអោមយន្ទៀងទេសរដ្ឋមន្ត្រីប្រធានអង្គភិបប្រឆាំងអំពើពុករលួយជាអង្គប្រតិបត្តិតាមផែនការយុទ្ធសាស្ត្រកជបពដែលមានវិធានការមុខព្រួយ3អប់រំបង្ការទប់ស្កាត់និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយដែលច្បាប់បានបញ្ញត្តិនឹងការចូលរួមគាំទ្រពីមហាជនកិច្ចប្រជុំដើម្បីពិនិត្យនិងដោះស្រាយពាក្យប្តឹងក្នុងកិច្ចប្រជុំអាហារពេលព្រឹក BM Breakfast Meeting ការបង្ការទប់ស្កាត់ក្នុងការប្រឡងក្របខ័ណ្ឌផ្សេងក្រោមទិសស្លោកអ្នកចេះគឺជាប់ខ្ញុំគិតថាពេលស្លងហ្នឹងគឺបើសិនជាយើងជាប់ដោយមោទនភាពគឺយើងមានភាពសុក្រិតយើងមានបានលួចចម្លងឬក៏យើងមានឯកសារណាមួយទេតែបើធ្លាក់ដល់យើងបានខំអស់ពីសមត្ថភាពយើងហើយចង់បានប៉ុណ្ណាគឺយកប៉ុណ្ណឹងបងចំណាយអារម្មណ៍អាត្មាគឺបានយល់ឃើញថាការដែលបេក្ខជននីមួយៗគឺមានការមកប្រឡងនេះគឺมันអាចយកឯកសារទៅបានដោយមានការក្រុមការងារគឺមានការត្រួតពិនិត្យឆែកឆេរយ៉ាងតឹងរ៉ឹងគឺចេះគឺជាប់បាទខ្ញុំសង្ឃឹមថារដ្ឋាភិបាលធ្វើល្អបញ្ចេញពីសមត្ថភាពរបស់យើងបើសិនជាយើងជាប់យើងចេះគឺជាប់ឲ្យតែយើងមានសមត្ថភាពពិតប្រាកដគឺជាប់ទៅបងពេលដែលមានខាងអង្គភាព ECU មកចូលរួមនឹងអាចធ្វើជាភ្នែកជាច្រមុះដល់អាណាព្យាបាលរបស់សិស្សានុសិស្សឬក៏និស្សិតឲ្យបានដឹងឮទាំងអស់គ្នាថាការប្រឡងនេះគឺសុក្រិតអ្នកចេះគឺត្រូវតែជាប់អញ្ចឹងគឺក្នុងចំណុចហ្នឹងគឺខ្ញុំសូមកោតសរសើរថាល្អខ្លាំងមែនទែនបាទមិនថាកូនអ្នកកសិករឬកូនអ្នកដែលគាត់មានជីវភាពទូធាឬក៏អ្នកមានគឺការប្រឡងនេះគឺស្មើភាពគ្នាគឺមិនបែងចែកវណ្ណៈអញ្ចឹងខ្ញុំគាំទ្រដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលគាត់មានប្រសាសន៍ថាអ្នកចេះគឺជាប់បាទហើយនឹងឧបនាយករដ្ឋមន្ត្រីអ្នកដែលមានសមត្ថភាពគឺជាប់គឺកំណែទម្រង់របស់សម្ដេចគឺល្អគឺមានភាពយុត្តិធម៌ចំពោះបេក្ខជនប្រឡងមានអគ្គនាយកដ្ឋានចំនួន2និងនាយកដ្ឋានចំនួន8រួមមាន 1. នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ 2. នាយកដ្ឋានបុគ្គលិកនិងបណ្ដុះបណ្ដាល 3. នាយកដ្ឋានសន្តិសុខ 4. នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុល 5. នាយកដ្ឋានកិច្ចការគតិយុត្តពាក្យប្តឹងនិងអន្តរជាតិ 6. នាយកដ្ឋានអប់រំបង្ការនិងទប់ស្កាត់ 7. នាយកដ្ឋានបច្ចេកទេសនិងកុសលវិច័យនិង 8. នាយកដ្ឋានស៊ើបអង្កេតនិងចារកម្មឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងសម្ដេចតេជោហ៊ុនសែនបានសម្រេចផ្ដល់អគារថ្មីអបពដែលមាន12ជាន់ចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី15ខែតុលាឆ្នាំ2019តាមសេចក្តីសម្រេចលេខ 014/19 សរដោយគតិនីតិកោសលបណ្ឌិតអោមយន្ទៀងហើយត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ2023ដែលជាសមិទ្ធផលជាទីមោទនៈសម្រាប់យើងទាំងអស់គ្នាអបពមានបេសកកម្មលើកកម្ពស់សុចរិតភាពនិងប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យគ្រប់ជាន់ថ្នាក់នៅកម្ពុជាតាមរយៈការចាត់វិធានការអប់រំបង្ការទប់ស្កាត់និងអនុវត្តច្បាប់ដោយមានការចូលរួមពីសាធារណជននិងសហប្រតិបត្តិការអន្តរជាតិក្រោមចង្កូតនៃយុទ្ធសាស្ត្រចតុកោណសម្ដេចតេជោនិងបន្តយុទ្ធសាស្ត្របញ្ចកោណសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យកការលើកកម្ពស់អភិបាលកិច្ច
និងការកសាងរដ្ឋបាលស្អាតស្អំជាអតិភិបគន្លឹះមួយរបស់រាជរដ្ឋាភិបាលនិងផ្អែកលើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនិងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយគ្រប់នាយកដ្ឋាននិងក្រុមការងារអបពក៏ដូចជាក្រសួងស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានាទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបានយកចិត្តទុកដាក់យ៉ាងសកម្មនិងមានប្រសិទ្ធភាពលើសសរស្តម្ភនៃការងារអបពចំនួន5សសរស្តម្ភទី1ការអប់រំដើម្បីឲ្យម្នាក់ៗមិនចង់ពុករលួយនៅតែបន្តជាយុទ្ធសាស្ត្រចម្បងជាសសរស្តម្ភទី1ដែលក្នុងរយៈពេល15ឆ្នាំនៃការខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាទីមោទនៈដែលនាំឲ្យមានការប្រែប្រួលនៅផ្នត់គំនិតសង្គមចំពោះអំពើពុករលួយបង្កើនជំនឿទុកចិត្តលើរាជរដ្ឋាភិបាលនិងមានលក្ខណៈរឹងមាំចាក់ឫសគល់ជ្រៅមិនអាចធាក់ថយក្រោយវិញបានសសរស្តម្ភទី2ការបង្ការទប់ស្កាត់ដើម្បីឲ្យម្នាក់ៗមិនអាចពុករលួយយុទ្ធសាស្ត្របង្ការទប់ស្កាត់ផ្សារភ្ជាប់នឹងទស្សនៈសកលការពីប្រសើរជាងព្យាបាលជាសំណាញ់ញឹក2ជាន់ដែលមានលក្ខណៈបុរេសកម្មបង្ការដាក់ចេញនៅក្របខ័ណ្ឌកិត្តិយសយន្តការផ្សេងដើម្បីលុបបំបាត់ចន្លោះប្រហោងឱកាសប្រព្រឹត្តអំពើទុច្ចរិតទប់ស្កាត់តាមដានអង្កេតពិនិត្យការអនុវត្តបទបញ្ញត្តិនិងយន្តការដែលបានដាក់ចេញព្រមទាំងមានចំណាត់ការឆ្លើយតបភ្លាមរារាំងភាពមិនប្រក្រតីករណីឃើញមានចំណុចកត់សម្គាល់ណាមួយនិងចុងក្រោយធ្វើការវិយតម្លៃផ្ដល់អនុសាសន៍កំណត់វិធានការបំពេញចន្លោះប្រហោងដែលមានសសរស្តម្ភទី3ការអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយជាវិធានការមួយដែលត្រូវបានកំណត់ដោយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដែលមានគោលដៅធ្វើឲ្យម្នាក់ៗមិនហ៊ានពុករលួយវិធានការរួមមានការកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីឲ្យជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់និងរឹបអូសមកវិញនូវទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសរយៈពេល15ឆ្នាំចាប់តាំងពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានប្រកាសឲ្យប្រើកាលពីឆ្នាំ2010ក្រមព្រឹក្សាជាតិប្រឆាំងអំពើពុករលួយសុទ្ធតែបានបញ្ចូលការអនុវត្តច្បាប់បង្ក្រាបអំពើពុករលួយជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយការអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយត្រូវបានយកមកអនុវត្តទន្ទឹមគ្នានឹងការអប់រំនិងការបង្ការទប់ស្កាត់អបពបានខិតខំអនុវត្តការងារពង្រីកវិសាលភាពមធ្យោបាយទទួលពាក្យប្តឹងរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងដើម្បីផ្ដល់យុត្តិធម៌ដល់អ្នករងគ្រោះរួមមានការបង្កើតទម្រង់ពាក្យប្តឹងនៅក្នុងគេហទំព័រអបពការបន្ថែមប្រអប់សម្បត្តិសតាមដងផ្លូវនិងនៅ25រាជធានីខេត្តការទទួលពាក្យប្តឹងតាមបណ្ដាញសង្គមនានានិងការសហការជាមួយប្រេសនីកម្ពុជាក្នុងការដាក់ដំណើរការប្រអប់សម្បត្តិសនៅតាមសាខាប្រេសនីកម្ពុជាតាមបណ្ដារាជធានីខេត្តដោយឥតគិតថ្លៃសសរស្តម្ភទី4កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិអបពដែលជាស្ថាប័នបង្គោលរបស់កម្ពុជាក្នុងការប្រឆាំងអំពើពុករលួយបានសហការនិងធ្វើការយ៉ាងសកម្មជាមួយដៃគូអន្តរជាតិដោយទទួលបានលទ្ធផលជាទីមោទនៈសសរស្តម្ភទី5ការងារវិន័យនិងត្រួតពិនិត្យផ្ទៃក្នុងកវតផក្នុងបុព្វហេតុនៃភាពជោគជ័យនៃការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈនិងប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាការអនុវត្តការងារប្រកាន់ខ្ជាប់គោលការណ៍អភិបាលកិច្ចល្អរបស់អបពឈរលើអភិក្រមទាំង5នៃការដឹកនាំឆ្លុះកញ្ចក់ងូតទឹកដោះក្អែលព្យាបាលនិងវះកាត់និងគោលនយោបាយភាពស្អាតស្អំត្រូវកើតចេញពីស្ថាប័នសម័យនីមួយៗជាបុរិយលក្ខខណ្ឌដ៏សំខាន់នាំមកនូវការសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កានៃយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយដែលបានដាក់ចេញទាំង3អាណត្តិកន្លងមកក្រមព្រឹក្សាវិន័យនិងត្រួតពិនិត្យផ្ទៃក្នុងនៃអបពហៅកាត់ថាកវតផត្រូវបានបង្កើតឡើងនៅខែធ្នូឆ្នាំ2014និងបានកែសម្រួលតួនាទីភារកិច្ចនិងពង្រីកសមាជិកភាពបន្ថែមដោយសហការជាមួយក្រុមស៊ើបអង្កេតផ្ទៃក្នុងជាសេនាធិការដ៏មោះមុតទទួលបន្ទុកពង្រឹងវិន័យសុចរិតភាពសាមគ្គីភាពផ្ទៃក្នុងនិងគ្រប់គ្រងទំនាស់ផលប្រយោជន៍ដើម្បីប្រសិទ្ធភាពក្នុងការប្រតិបត្តិការងាររបស់អបពតាមរយៈការកសាងផ្សព្វផ្សាយបទបញ្ញត្តិពាក់ព័ន្ធទៅនឹងអភិបាលកិច្ចផ្ទៃក្នុងពង្រឹងនិងត្រួតពិនិត្យការអនុវត្តបទបញ្ញត្តិទាំងនេះឲ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់ក្រោមការដឹកនាំពីសំណាក់លោកជំទាវចិនច័ន្ទមុនីឧបការីនៃអបពនិងជាប្រធានក្រុមប្រឹក្សាវិន័យនិងត្រួតពិនិត្យផ្ទៃក្នុងលទ្ធផលការងារទាំងនេះបានឆ្លុះបញ្ចាំងដល់ប្រសិទ្ធអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោសម្ដេចធិបតីក្រមព្រឹក្សាជាតិប្រឆាំងអំពើពុករលួយកជបពសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឯកឧត្តមតុបសំនិងគំនិតប្រាជ្ញាប្រកបដោយធម៌ពលរបស់អបពដែលដឹកនាំដោយគតិនីតិកុសលបណ្ឌិតអមយន្តទៀងទេសរដ្ឋមន្ត្រីប្រធានអង្គភិបប្រឆាំងអំពើពុករលួយនិងការបន្តថែរក្សាជ្រុងសមិទ្ធផលនិងស្នាដៃថ្មីៗកាន់តែល្អប្រសើរក្រោមការដឹកនាំប្រកបដោយភាពហ្មត់ចត់
ស្វាហាប់របស់ឯកឧត្តមយុនទៀងពុទ្ធិរិទ្ធប្រធានស្ដីទីនៃអបពក្នុងការបន្តនាំមកនូវលទ្ធផលជាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយជូនសង្គមជាតិដោយបន្តឈរលើអភិក្រមទាំង5របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់ជាយោប្រជាណាចក្រកម្ពុជាជាយោសន្តិភាពការអភិវឌ្ឍនិងអភិក្រមដ៏វិសេសវិសាលរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលថ្លែងថាមានការកែតម្រង់ណាមួយដែលងាយស្រួលនោះទេការកែតម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តា4ត្រូវមានចក្ខុវិស័យច្បាស់លាស់ត្រូវមានការបដិញ្ញាចិត្តខ្ពស់ត្រូវមានការចូលរួមដោយស្មោះត្រង់និងត្រូវមានការលះបង់លើករៀមដៃ10បងគុំអគុណតស៊ូរែកពុនលះបងមិនអាចកែងនីសុខដូចជីវិតធ្វើយន់ធ្វើអាក្រក់ការពីស្រោបដែនកម្ពុជាការពារជាតិនិងប្រជាជនពីសមរភូមិក្រោយសូមភយាចិត្តនឹកផ្សាភ្ជាប់ជីវិតគិតគ្រប់វេលាព្រួយខ្វល់សុខទុក្ខរយៈកងទ័ពគ្រប់គ្នាពលរដ្ឋកម្ពុជាដឹងគុណពេញមួយជីវិតវីរៈពលរដ្ឋកម្ពុជាដ៏អស្ចារ្យកងទ័ពហានខ្លាការពារទឹកដីរយត់ដេញខ្មាំងសត្រូវដេញចោលចំរៃដើម្បីការពារដែលខាន់សីមាវីរៈពលរដ្ឋកម្ពុជាធិបតីសុខចិត្តទាំងលីមិនស្ដាយសំខាចិត្តជាកងទ័ពស្មោះស្ម័គ្របំរើរដ្ឋាពេលជាត្រូវការសច្ចាទូស្លាប់មិនថយបេះដូងមហាមេឆន្ទៈជាផ្លូវកុំចាត់សត្វត្រូវចោលខ្មាំងឆ្លៀនពៀនកតាបកិច្ចកងទ័ពភូមិព័ទ្ធដោយភាពក្លាហានការពារឲ្យបានជាតិសង្ស្នាព្រះមហាក្សត្រជាដ៏អស្ចារ្យកងទ័ពហានខ្លាការពារទឹកដីរយត់ដេញខ្មាំងសត្រូវដេញចោលចំរៃដើម្បីការពារដែលខាន់សីមាវីរៈពលរដ្ឋកម្ពុជាធិបតីសុខចិត្តទាំងលីមិនស្ដាយសំជាកងទ័ពស្មោះស្ម័គ្របំរើរដ្ឋាពេលជាត្រូវការសច្ចាទូស្លាប់មិនថយជួក្រោយចងចាំមហាទិញគុណគុណដូសែនធ្ងន់មិនអាចកាត់ថ្លៃកូនខ្មែរចងចាំលំជីវិតខ្សែសន្យាកាន់ដៃស្លាប់រួមគ្នា